គេឈ្មោះខ្មែរវាត្រូវស្អុយរលួយនៅលើពិភពលោកយ៉ាងណាអញ្ចឹងទន្ទឹមនឹងយើងចង់ឃើញអ្នកដឹកនាំទាំងអ្នកដឹកនាំបកកណ្ដាលអំណាចទាំងអ្នកដឹកនាំបកក្រៅរដ្ឋាភិបាលយើងធ្វើការជាមួយគ្នាមិនមែនយើងធ្វើការទៅចំណុះឬក៏អាយ៉ងឬក៏គោរពទៅតាមគោលការណ៍ច្បាប់ក្រសួងមហាផ្ទៃគោលការណ៍ច្បាប់នៃរដ្ឋធម្មនុញ្ញហើយនឹងគោលការណ៍ច្បាប់នៃគណៈកម្មការជាតិរៀបចំការបោះឆ្នោតហើយក៏យើងចង់ឃើញគណៈកម្មការជាតិរៀបចំការបោះឆ្នោតឈរឡើងលើចំហឯករាជ្យឯករាជ្យមិនលំអៀងនៅក្នុងអត្តពលសម្ពាធគណៈបកនយោបាយណាក៏ដោយគឺថាយើងតស៊ូមតិយើងមិនអាចយកអ្វីដែលផ្ទុយពីរដ្ឋធម្មនុញ្ញផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស$23ឆ្នាំ1991ហើយមកបង្កើតឲ្យខ្មែរបែកបាក់បង្កើតនៅសង្គ្រាមរាំងជ័រយើងដឹងហើយថាសង្គ្រាមយ៉ាងម៉េចប៉ុន្តែសន្តិភាពយើងក៏ចង់បានសន្តិភាពពិតសន្តិភាពដែលខ្មែរឈ្នះទាំងអស់គ្នាដោយមិនមានសម្ពាធនៃគណៈបកនយោបាយណាមួយមកគ្របដណ្ដប់នៅសិទ្ធិពលរដ្ឋនៅអ្វីដែលរំលោភរដ្ឋធម្មនុញ្ញអាហ្នឹងហើយដែលគណៈបកជំនាន់ថ្មីបន្តវេននៃអ្នកប្រជាធិបតេយ្យអ្នកស្នេហាជាតិប៉ុន្តែយើងជាគូប្រកួតប្រជែងមិនជាគូសត្រូវគណៈបកនយោបាយរវាងបកកណ្ដាលអំណាចនិងគណៈបកជំនាន់ថ្មីក្រៅរដ្ឋាភិបាលទេហើយយើងធ្វើនយោបាយគឺយើងបម្រើជាតិបម្រើប្រជារដ្ឋយើងកុំធ្វើជាអាយ៉ងយើងកុំធ្វើជាទេសកលនយោបាយនៃអ្នកនយោបាយឬគណៈបកណាយើងធ្វើនយោបាយដើម្បីរុញច្រានដំណើរទៅកាន់មូលដ្ឋាននៃប្រជាពលរដ្ឋឆក់យកបេះដូងប្រជាពលរដ្ឋឈ្នះឬចាញ់នៅការប្រកួតហើយឆក់បេះដូងប្រជាពលរដ្ឋឲ្យតម្លៃនៃគោលការណ៍គោលនយោបាយគណៈបកជំនាន់ថ្មីក៏ដូចជាគណៈបកផ្សេងហើយខ្ញុំចង់ឃើញអ្នកនយោបាយជំនាន់ក្រោយនាំគ្នាសកម្មក្នុងការបង្កើតគណៈបកនយោបាយហើយនាំគ្នាប្រកួតប្រជែងដើម្បីយើងចង់បាននៅសម្លេងតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងរដ្ឋសភាហើយគណៈបកជំនាន់ថ្មីក្នុងគោលការណ៍របស់គណៈបកយើងមានបំណងកែវិសោធនកម្មរដ្ឋធម្មនុញ្ញនៅពេលដែលយើងចាត់ឆ្នោតកាន់ប្រទេសដើម្បីយើងចង់ឃើញអ្នកនយោបាយអង្គការសង្គមស៊ីវិលណាដែលចង់ជួយប្រទេសជាតិចង់ជួយប្រជារាស្ត្រនៅគោលការណ៍ប្រជាធិបតេយ្យហេតុអីពី50%បូក1មក2ភាគ3ដើម្បីឲ្យអ្នកនយោបាយជំនាន់ក្រោយបានទៅចូលនៅក្នុងសភាហើយយើងប្រើបញ្ញាប្រើចំណេះប្រើគោលនយោបាយដើម្បីបង្កើតនៅតុល្យភាពនៃអំណាចនៃនីតិបញ្ញត្តិរដ្ឋសភានិងអំណាចនៃនីតិប្រវត្តិរដ្ឋាភិបាលដើម្បីកុំឲ្យបកកាន់អំណាចពីមួយអាណត្តិទៅមួយអាណត្តិជិះសេះលេងដៃហើយគ្រោះថ្នាក់បំផុតប្រទេសណាក៏គេមាន50%បូក1ប៉ុន្តែគេគោរពនីតិរដ្ឋអត់មានមេដឹកនាំអំណាចហួសព្រំដែនដើម្បីទៅជន់ឈ្លីនីតិរដ្ឋនៃអំណាចទាំង3នីតិបញ្ញត្តិនីតិប្រតិបត្តិនីតិតុលាការហើយខ្ញុំមិនមានការវិនិច្ឆ័យការវិភាគអីទេគឺបងប្អូនអ្នកក្សត្រជាតិនិងអន្តរជាតិក្នុងរយៈពេលមួយចំនួននៃអាណត្តិអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនរហូតបន្តមកកូននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតតែយើងឃើញថាពីក្រោយពីមានកិច្ចព្រមព្រៀងក្រុងប៉ារីស$23ឆ្នាំ1991ហើយយើងមានការបោះឆ្នោតសេរីត្រឹមត្រូវដែលអាចទទួលយកបានគ្រប់គ្រងឡើងដោយអាជ្ញាធរបណ្ដោះអាសន្នអង្គការសហជាតិហៅកាត់ថាអ៊ុនតាក់យើងបោះឆ្នោតបានបង្កើតនៅធម្មនុញ្ញភាពថ្ងៃ24ខែកញ្ញាឆ្នាំ1993ពេលនេះយើងឃើញគណៈបក4គឺគណៈបកហ្វុនសំពេចបាន58កៅអីគណៈបកជីជនបាន51គណៈបកលោកតាសឿនសានបាន10និងគណៈបកមូលនិកាព្រំអ្នករាជបាន1 120នេះយើងបង្កើតបានធម្មនុញ្ញភាពបានរដ្ឋធម្មនុញ្ញហើយរដ្ឋាភិបាលពីអាណត្តិទី1នៃសហនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអាណត្តិទី2ទី3ទី4រហូតមកអស់នៅរដ្ឋាភិបាលអាណត្តិទី6នៃអ្នកជំនាន់ចាស់ចូលដល់អ្នកបន្តវេនជំនាន់ថ្មីនៃបកកណ្ដាលអំណាចគឺយើងចង់ឃើញស្នាមញញឹមនៃអ្នកនយោបាយកំចាត់ទុកគ្នាជាសត្រូវ CNN បណ្ដំព័ត៌មានពិតឥតបំភ្លៃដើម្បីសន្តិភាព